ភ្នំខ្មោចតំណាងឲ្យការឈឺចាប់ដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាជាពិសេសក្នុងអំឡុងនិងក្រោយរបបខ្មែរក្រហមរបបខ្មែរក្រហមពីឆ្នាំ1975ដល់ឆ្នាំ1979បានគ្រប់គ្រងកម្ពុជាដោយមានគោលនយោបាយដែលបណ្ដាលឲ្យមនុស្សប្រមាណ 1.5 ទៅ 2 លានអ្នកស្លាប់ពួកគេបានជម្លៀសប្រជាជនចេញពីទីក្រុងបង្ខំឲ្យធ្វើការនៅតាមជនបទនិងបានកំណត់គោលដៅលើបញ្ហានៅពេលដែលភាពឃោរឃៅកើនឡើងប្រជាជនកម្ពុជាជាច្រើនបានព្យាយាមភៀសខ្លួនទៅកាន់ប្រទេសថៃដើម្បីស្វែងរកសុវត្ថិភាពភ្នំខ្មោចគឺជាទីតាំងមួយតាមបណ្ដោយព្រំដែនដែលជនភៀសខ្លួនត្រូវបានបង្ខំឲ្យត្រឡប់ទៅកម្ពុជាវិញចូលទៅក្នុងតំបន់ដែលមានមីនឈ្មោះនេះទំនងជាកើតចេញពីការបាត់បង់ជីវិតជាច្រើននិងការចងចាំដ៏ឈឺចាប់របស់អ្នករស់រានមានជីវិតពីការធ្វើដំណើរដ៏គ្រោះថ្នាក់នេះជម្លោះព្រំដែនកម្ពុជាថៃដែលបានចាប់ផ្ដើមនៅសតវត្សឆ្នាំ1950ក៏បានរួមចំណែកដល់ភាពតានតឹងផងដែរទោះបីជាប្រទេសថៃបានផ្ដល់ជំរកក៏ដោយក៏មានរបាយការណ៍អំពីការរំលោភបំពាននិងការបង្ខំឲ្យបញ្ជូនត្រឡប់ទៅវិញដោយទាហានថៃភ្នំខ្មោចនៅតែជាការរំលឹកដ៏ឈឺចាប់អំពីទុក្ខលំបាករបស់ប្រជាជនកម្ពុជានិងភាពស្មុគ complex នៃជម្លោះព្រំដែន